លោកម្ចាស់សំជិញបាត់អូលោកម្ចាស់ខ្នាញ់ជិញមកដល់ហើយលោកម្ចាស់ខ្ញុំបាត់ចាំលោកម្ចាស់យូរណាស់ហើយណាសំជិញបាត់សំជិញសំជេងទៅហើយអាយ៉ាទេពអសររបស់ខ្ញុំទីបំផុតនាងត្រឡប់មកវិញហើយយ៉ាងម៉េចគឺលោកម្ចាស់ចៅមកហើយមិនមែនទេបើលោកម្ចាស់ចៅនេះជាការល្អណាស់នោះគឺប្រពន្ធលោកម្ចាស់ចៅអ្នកស្រីតកូលចៅមកដល់ហើយអ្នកស្រីតកូលចៅត្រូវហើយនាងមកកាន់កន្លែងយើងនេះហ៎ត្រូវហើយនាងមករករឿងខ្ញុំមែនទេមិនមែនទេនាងចាយប្រាក់ច្រើនណាស់ប៉ៅផ្ដាច់រូបនាងតែម្ដងថាដាច់ខាតត្រូវតែឲ្យរូបនាងទៅកំដរហ៎នាងស៊ូត្រឡប់មកវិញហើយមីងឈុនភ្ញៀវទាសានណាកំពុងតែខឹងច្រឡោតទៀតផងអូអញ្ចឹងណាអញ្ចឹងឆាប់ទៅឆាប់ទៅផ្លាស់កៅអៅទៅមកហើយនាងស៊ូហ្វុងមកដល់ហើយអ្នកស្រីនាងស៊ូហ្វុងមកដល់ហើយនាងគឺស៊ូហ្វុងទេចាអ្នកស្រីចៅនាងនឹងហើយគឺស៊ូហ្វុងមានមុខស្អាតក្របាដែរតាអ្នកស្រីតកូលចៅមកកំដរខ្ញុំផឹកមួយពេងខ្ញុំគ្រាន់តែច្រៀងមិនកំដរភ្ញៀវផឹកស្រាទេនាងជាស្អីដែរតាំងខ្លួនថ្លៃធ្នូស្អីអាយ៉ាអ្នកស្រីចៅសុំកុំច្រឡោតអីមិននាងអ្នកស្រីចៅយើងនិយាយអ្នកនាងស៊ូហ្វុងដេញមកបាត់ទៅតោះស៊ូហ្វុងដេញមកបាត់ជូនអ្នកស្រីចៅទៅឲ្យលឿនឡើងអាយ៉ាអ្នកស្រីចៅអញ្ជើញអង្គុយចាំខ្ញុំចាក់ស្រាជូនណាសំជិញតាមសមុទ្របាត់សំជិញអាយ៉ាលោកម្ចាស់ចៅលោកជិញមកដល់ហើយមិនពីរោះទេស៊ូហ្វុងដេញបាត់ផ្សេងទៅចាមិនពីរោះទេអាយ៉ាដូរបាត់ផ្សេងទៀតទៅស៊ូហ្វុងដេញបាត់ផ្សេងទៀតទៅមិនពីរោះអូអ្នកស្រីកុំច្រឡោតអីណាអញ្ចឹងខ្ញុំដូរបាត់ផ្សេងដែលខុសប្លែកគ្នាត្រូវដូរបាត់ផ្សេងឲ្យខុសប្លែកវិញស៊ូជិញអាយ៉ាអូលោកម្ចាស់ចៅអញ្ជើញមកហើយលោកម្ចាស់ចៅមកអញ្ជើញមកខាងនេះអញ្ជើញចាតាមខ្ញុំទៅវិញទៅណាវិញទៅផ្ទះតកូលចៅត្រូវហើយសំតើនោះមិនមែនជាផ្ទះខ្ញុំទេខ្ញុំមិនកាន់តកូលចៅទេមិនចាំបាច់ធ្វើឆេះឆាយដល់ម្លឹងទេតោះកន្លែងណាក៏ខ្ញុំមិនទៅដែរខ្ញុំស្នាក់នៅទីនេះមិនប្រអើធ្វើតាមពុជចិត្តទេលេងខ្ញុំអ្នកអញយ៉ាអញអ្នកអញអូខ្ញុំនិយាយទៅ
ណែហាប់លឿនឡើងយកទៅហឺឯងធ្វើការយ៉ាងម៉េចនឹងហ៎ ម៉ែអ្នកស្រីតកូនចៅនេះឈ្មោះអីតកូនអីដែរ អូយើងក៏មិនដឹងថានាងឈ្មោះអីដែរតែនាងប្រាប់ថាខ្លួននាងមានតកូលលាវ តកូនលាវអញ្ចឹងមិនត្រូវទេ មិនត្រូវស្អី អត់ទេខ្ញុំទៅសួរនាងដល់ផ្ទាល់ខ្លួនឯងលែងខ្ញុំតាខ្ញុំមិនទៅវិញទេលែងដៃខ្ញុំលែងដៃខ្ញុំតាលោកជួយខ្ញុំផង សុំទោសលោកធ្វើហ្នឹង មិនតែទៅលោកទេជិះ សូភេទោសខ្ញុំនឹងនាងចេះបានស្គាល់គ្នា និយាយទៅប្រាស្រ័យ អ្នកទាំងពីរជា ខ្ញុំមិនស្គាល់គាត់ទេគាត់ចង់តែនាំខ្ញុំទៅ បើអញ្ចឹងលោកដើរទៅឆ្ងាយពីនាងទៅ លោកកុំចិត្តដឹងឬគេ ជប់សិន ជប់បាយទៅបានហើយជប់បាយទៀតទៅបានហើយជប់បាយទៀតទៅជប់បាយទៅជប់បាយទៀតទៅខ្ញុំតាមលបងទៅវិញចឹងខានឃើញបងវាយតបព្រោះខ្ញុំយូរហើយនេះបញ្ជាក់ថាបងនៅស្រឡាញ់ខ្ញុំ លេងចែកហើយណី ណែម្នាក់នេះជាអ្នកណា អីនៅមានអ្នកណាទៀតគឺអ្នកប្រុសតកូនចៅនឹងណា លបងចៅលបងលាវពឹងអ្នកទាំងពីរ លបងលេងគ្មានបញ្ហាទេ លោកអ៊ំ ឯងមកធ្វើស្អីទៀតហើយ លោកអ៊ំសូមលោកអ៊ំសម្រាប់ម្ដងខ្ញុំនឹងជិះឡានផងសូមជួយសម្រាប់ពួកខ្ញុំផង កុំសង្ឃឹមគ្មានក្រលហាំដោយឯងខ្ញុំធ្លាប់ជប់ច្រើនហើយគ្មានប្រាក់មួយសេនគ្មានទ្រព្យសម្បត្តិស្អីឯងចង់មានបានដោយសារស្រីដើម្បីរស់ដោយសុខស្រួលតើមែនទេ អត់ទេ ឯងគ្មានចិត្តស្មោះស្រឡាញ់នាងទេឯងគ្រាន់តែពេញចិត្តទ្រព្យសម្បត្តិនាងតើ មិនមែនទេលោកអ៊ំខ្ញុំស្រឡាញ់ជិះឡានដោយស្មោះ ឯងមិនមែនស្រឡាញ់នាងដោយស្មោះទេខ្ញុំនិយាយប្រាក់ឯងត្រង់ចុះឯងស្រឡាញ់ទ្រព្យសម្បត្តិនាងតើខ្ញុំសួរឯងយកអីមកធានាឲ្យនាងរស់នៅដោយស្រួលមុនពេលរៀបការហ៎ឯងយកអីមកឲ្យនាងញ៉ាំឲ្យបានឆ្ងាញ់មាត់ស្លៀកពេលល្អសំអាងលើពេលអារហាំឯងមួយម៉ាត់នេះឲ្យខ្ញុំលើកកូនស្រីមកដូចចិត្តខ្ញុំឲ្យតើឯងចេញណានព្រាមដូចជាព្រលឹងរបស់ខ្ញុំអញ្ចឹងខ្ញុំសំថាមិនគិតដល់អនាគតនឹងទេខ្ញុំសំថាឲ្យនាងរស់នៅជាមួយឯងទេ លោកអ៊ំខ្ញុំសូមស្បត់ខ្ញុំប្រកាសជាឲ្យជិះឡានមានសុភមង្គលខ្ញុំសូមស្បត់ប្រកាសជាឲ្យនាងមានសុភមង្គលបិទមាត់អ្នកកំឡោះឯងស្បត់ស្បាយស្អីនឹងឈប់ស្បត់ទៀតទៅអាធុននឹងយើងធ្លាប់ឃើញច្រើនហើយបានតែស្បត់ស្បាយគួរតែមានសកម្មភាពវិញលោកបងលីងបាននិយាយរួចហើយចាំឯងមានបានហើយចាំមកដណ្ដឹងកូនកំមុំគាត់ធ្វើអញ្ចឹងឲ្យខ្ញុំចាំដល់ខែណាឆ្នាំណាទៅ លេចចំណុចខ្សោយហើយចង់មានដោយសារស្រីមួយជំហានចង់ដល់ត្រូវឯង ខ្ញុំប្រាប់ឯងហើយទៅចាំដល់ពេលឯងមានទ្រព្យសម្បត្តិពាក់កណ្ដាលខ្ញុំហើយសុំមកវល់ខ្ញុំចុះ អ៊ំប្រុសខ្ញុំសូមវោខ្ញុំសូមវោខ្ញុំសូមវោអស់លោកទាំងអស់ ណែយើងឲ្យប្រាក់ឲ្យធ្វើជាដើមទុនឯងទៅទិញប្រដាប់ខាត់ស្បែកជើងចាប់ផ្ដើមធ្វើជាអ្នកខាត់ស្បែកជើងទៅចាប់ប្រឹងពីអ្នកទៀតបំផុតទៅណាក្រែងមានថ្ងៃណាមួយលោកឯងហេក្រែងលោកឯងអាចមានបានដូចជាពួកយើងអញ្ចឹងណាយល់ទេ ហ
ឮថាពុកបងនិងពុកអូនពីមុនធ្លាប់តែនៅមាត់ទ្វារធនាគារជួយខាត់ស្បែកជើងឲ្យគេអញ្ចឹងយើងចាត់ទុកជារកអង្គគ្នាពីចំនួនមកហើយហេតុនេះទោះបីមិនអាចខ្លាចជាប្តីប្រពន្ធក៏យើងនឹងអាចរាប់អានគ្នាជាបងប្អូនឬក៏ធ្វើជាមិត្តជិតស្និទ្ធនឹងគ្នាដែរជីងយីនិស័យប្តីប្រពន្ធយើងបញ្ចប់ត្រឹមនឹងចុះឆ្លិបពេលមិនអាចបងមិននៅបងជូនពាក្យលេងលើឲ្យអូនចាប់ពីថ្ងៃនេះតើយើងអស់មាននិស័យស្នេហ៍ជាមួយគ្នាទៀតហើយសួរអ្នកប្រុសនាងគ្មានសិទ្ធិនិយាយច្រើនទេឲ្យរបស់ទៅគេទៅបោកមិនចោះហត្ថលេខានឹងបោះត្រារួចចំណែកសាក់សីពីអ្នកបោះត្រាបងក៏ជួយបោះឲ្យរួចដែរត្រាបងយំឲ្យអូនឥឡូវនេះអូនគ្រាន់តែចោះហត្ថលេខានឹងបោះត្រាតែប៉ុណ្្នឹងបានឬមួយត្រឹមតែផ្ដិតមេដៃទៅបានយំរំអូនយល់ថានៅមានសិទ្ធិស្ថិតនៅក្នុងតកូលចៅទីដោយទុកឲ្យគេហើយអូនថាអ្នកស្រីច្បោះបងបានទៅកាន់ក្លែងបញ្ជាបងបានបំផ្លាញនៅពាក្យខ្ចីប្រាក់ដែលអូនជំពាក់ម៉ាក់បងនោះចោលអស់អូនអាចទៅដោយធូរចិត្តហើយប្រកបបងច្បាស់ជាឲ្យថ្លៃជីវភាពរបស់អូនឲ្យបានគ្រប់គ្រាន់មួយជីវិតបុត្រាតាក្រោយពេលបុត្រារូអូនអាចចាក់ចេញពីត្រង់នេះហោះដោយសេរីសម្រេចបំណងបងក៏ដូចតែសម្រេចបំណងខ្លួនអូនដែរបុត្រាតាបងប្រាប់ថាឲ្យបុត្រាទៅកុំបង្ខំបងជួលអូនទៅសាលាស្រុករឿងចឹងប្រគល់ឲ្យច្បាប់មកកាត់ទោសនោះពួកយើងប្រហែលជាមិនអាចធ្វើជាមិត្តភក្តិជារឿងរហូតផងបងសុំបងចុះហត្ថលេខាទៅបងតែមុនអូនបុត្រាបងចង់អូនដឹងរឿងបងមិនអាចទទួលអូនធ្វើជាប្រពន្ធទៀតទេ